សាធារណៈមានបេសកកម្មធានានៅប្រសិទ្ធភាពគុណភាពនិងសមត្ថកម្មនៃការដឹកនាំនិងគ្រប់គ្រងវិស័យមុខងារសាធារណៈនិងការកែតម្រង់រដ្ឋបាលសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រសួងមុខងារសាធារណៈមានមន្ទីរមុខងារសាធារណៈរាជធានីខេត្តជាសេនាធិការដើម្បីជួយគាំទ្រក្រសួងលើការងារគ្រប់គ្រងមន្ត្រីរាជការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្អែកលើច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមានការបង្កើតមន្ទីរមុខងារសាធារណៈរាជធានីខេត្តនេះគឺដើម្បីធ្វើជាសេនាធិការឲ្យក្រសួងមុខងារសាធារណៈហើយមន្ទីរនេះក៏ជាសេនាធិការជូនគណៈអភិបាលនិងក្រុមប្រឹក្សារាជធានីខេត្តផងដែរនៅក្នុងការពាក់ព័ន្ធនឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យមុខងារសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិហើយមន្ទីរមុខងារសាធារណៈយើងនេះគឺថាតើគាត់បំពេញការងារគ្រប់គ្រងដល់អីខ្លះនិយាយឲ្យងាយស្រួលយល់ទៅថាគាត់បំពេញតួនាទីលើការគ្រប់គ្រងនិងការអភិវឌ្ឍសមត្ថភាពមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិបច្ចុប្បន្នមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសមានចំនួនសរុបជាង 23,000 នាក់ក្នុងនោះនៅថ្នាក់ជាតិមានចំនួនជាង 50,000 នាក់និងនៅថ្នាក់ក្រោមជាតិមានចំនួន 17,700 នាក់បើគិតពីតារាងទូទាត់វិវត្តគាត់រៀបចំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលពីមន្ត្រីដែលកំពុងកម្មសិក្សាមកមន្ត្រីតាំងស៊ុបពីមន្ត្រីតាំងស៊ុបធ្វើការល្អទៅមានមុខតំណែងអញ្ចឹងគាត់ពេលដែលយោងលិខិតបទដ្ឋានទាំងអស់ហ្នឹងគាត់ដូរប្រាក់បំណាច់មុខងារជូនអញ្ចឹងគាត់ជួយទៀតរឿងជួយក្រុមប្រឹក្សាជួយគណៈអភិបាលខេត្តគណៈបាលរាជធានីខេត្តក្នុងការពិនិត្យមើលការដាក់ចេញលិខិតបទដ្ឋានតែងតាំងស៊ុបផ្លាស់ប្ដូរតើត្រូវមួយគោលការណ៍ជាធរមានអត់ក្រៅពីការជួយគាំទ្រដល់ក្រសួងមុខងារសាធារណៈលើការងារគ្រប់គ្រងមន្ត្រីរាជការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិមន្ទីរមុខងារសាធារណៈរាជធានីខេត្តក្នុងនាមជាសេនាធិការឲ្យក្រសួងមុខងារសាធារណៈក៏ជាតួអង្គសំខាន់ជួយដល់ក្រសួងលើការងារកែតម្រង់រដ្ឋបាលសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរមន្ទីរមុខងារសាធារណៈនេះគឺជាសមាជិកអចិន្ត្រៃយ៍គណៈកម្មការកំណែតម្រង់រដ្ឋបាលសាធារណៈនៅក្នុងគណៈកម្មការកំណែតម្រង់រដ្ឋបាលសាធារណៈថ្នាក់រាជធានីខេត្តគាត់ជាសមាជិកគណៈកម្មការកំណែតម្រង់វិមជ្ឈការនិងវិសមជ្ឈការនៃក្រមការងារកំណែតម្រង់វិមជ្ឈការនិងវិសមជ្ឈការរបស់រដ្ឋបាលរាជធានីខេត្តអញ្ចឹងពីរហ្នឹងគឺគាត់បំពេញនាទីជាគ្រប់គ្រងមន្ត្រីផងជាមួយនឹងដំណើរការនៃការរៀបចំរចនាសម្ព័ន្ធពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបាទក្រុងស្រុកខណ្ឌបាទរាជធានីខេត្តបាទអំពីកិច្ចការផ្សេងពាក់ព័ន្ធនឹងកំណែតម្រង់សម្រាប់ការងារស្នូលរបស់មន្ទីរមុខងារសាធារណៈយើងធ្វើការងារដូចជាពាក់ព័ន្ធជាមួយការងារបៀវត្សគឺយើងធានាបើកប្រាក់បៀវត្សទាន់ពេលវេលាហើយពាក់ព័ន្ធជាមួយការងារប្រែប្រួលស្ថានភាពរដ្ឋបាលមន្ត្រីរាជការស៊ីវិលនិងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការគឺយើងធ្វើបានទៀងទាត់ហើយពាក់ព័ន្ធជាមួយការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក៏ដូចជាត្រួតពិនិត្យទៅលើគ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធនិងគ្រូពុទ្ធិកសិក្សាក៏ដូចជាការត្រួតពិនិត្យទៅលើប្រាក់ម៉ោងបន្ថែមរបស់គ្រឹះស្ថានសាធារណៈដែលមានប្រើប្រាក់ម៉ោងបន្ថែមការងារយើងមួយទៀតដែរគឺជាការងារមានបើកវគ្គផ្សព្វផ្សាយបដិបដាទៅលើលិខិតបទដ្ឋានគតិយុត្តថ្មីចំពោះពាក់ព័ន្ធជាមួយកម្មវិធីកំណែតម្រង់របស់រាជរដ្ឋាភិបាលគឺយើងបានចូលរួមសម្របសម្រួលនៃការទទួលពាក្យដាក់ពាក្យដើម្បីប្រឡងក្របខ័ណ្ឌហើយការងារប្រកួតប្រជែងសេវាគំរូវិស័យអប់រំនិងវិស័យសុខាភិបាលយើងបានផ្សព្វផ្សាយចុះទៅសម្របសម្រួលគឺយើងធ្វើមកចប់ជួយសម្របសម្រួលមកចប់ទី1គឺការគ្រប់គ្រងមន្ត្រីរាជការក្របខ័ណ្ឌមន្ត្រីរាជការទូទាំងខេត្តគ្រប់គ្រងបៀវត្សការពារអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិលនៅក្នុងនោះដែរមន្ទីរមុខងារសាធារណៈក៏មានការផ្សព្វផ្សាយតាមគោលការណ៍របស់ក្រសួងមុខងារសាធារណៈក្នុងការជ្រើសរើសមន្ត្រីថ្មីហើយមានខិតផ្សព្វផ្សាយទៅតាមមន្ទីរអង្គភាពជុំវិញខេត្តក្រុងស្រុកការងារដែលយើងចុះទៅពិនិត្យក្នុងការប្រើប្រាស់ប្រាក់ម៉ោងបន្ថែមក៏ដូចជាវត្តមានមន្ត្រីក៏ដូចជាមន្ត្រីជាប់កិច្ចសន្យាហ្នឹងគឺយើងដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពក្នុងការប្រើប្រាស់មន្ត្រីឲ្យស្របទៅតាម
នីតិវិធីក៏ដូចជាស្របទៅតាមតម្រូវការជាក់ស្ដែង ការងារកំណែតម្រង់ដែលក្រសួងមុខងាររបស់យើងបានដាក់ចេញមកថ្នាក់ក្រោមជាតិនេះទី1គឺការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីវិស័យសុខាភិបាលនិងវិស័យអប់រំថ្នាក់ក្រោមជាតិដែលយើងបានអនុវត្តការងារនេះដែលមានសាលាបឋមសិក្សាមានមន្ត្រីសិក្សាក៏ដូចជាមណ្ឌលសុខភាពទូទាំងខេត្តតាកែវ ទស្សនវិជ្ជារួមមិនមានបញ្ហាអីកើតឡើងទេគឺតែងតែមានកិច្ចសហការក្នុងការដោះស្រាយបញ្ហាការបើកប្រាក់បៀវត្សការបោះពុម្ពតារាងបៀវត្សការកាត់ពន្ធកាត់អីគឺធ្វើបានទាន់ពេលវេលាការបើកប្រាក់មកបន្ថែមអីក៏ដំណើរការបានល្អជាមួយគ្នាប្រាក់តំបន់ជួបការលំបាកប្រាក់រំលឹករបស់គ្រូបង្រៀនគ្រូចេញថ្មីអីគឺយើងធ្វើបានទាន់ពេលវេលាហើយយើងតែងតែសហការជាមួយមន្ទីរមុខងារសាធារណៈចុះផ្សព្វផ្សាយដល់នាយកនាយិកាទាំងអស់ឲ្យយល់អំពីការផ្ដល់សេវាសាធារណៈគំរូនេះនៅក្នុងវិស័យអប់រំ ទីទាំងពីរបានសហការគ្នារៀបចំបៀវត្សនិងប្រែប្រួលស្ថានភាពរដ្ឋបាលនៃមន្ត្រីសុខាភិបាលទាន់ពេលវេលានិងចូលរួមធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការសុខាភិបាលនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកកម្រិត1កម្រិត2ហើយក៏ផ្សព្វផ្សាយជ្រើសរើសមន្ត្រីកិច្ចសន្យាបានជំរុញណែនាំឲ្យមន្ទីរពេទ្យបង្អែកទាំង3កម្រិតនិងមណ្ឌលសុខភាពទាំងអស់ទូទាំងខេត្តតាកែវនឹងចូលរួមគួតប្រជែងអង្គភាពផ្ដល់សេវាគំរូជាក់ស្ដែងនៅក្នុងឆ្នាំ2024នេះមន្ទីរពេទ្យបង្អែកគិរីវង្សកម្រិត2យើងបានជាប់ Top 10 ទូទាំងប្រទេស រឹងមាំរបស់មន្ត្រីមុខងារសាធារណរាជធានីខេត្តគឺការទទួលបាននូវរាល់ព័ត៌មាននិងការយល់ដឹងថ្មីៗអំពីគោលការណ៍ច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីអនុវត្តតួនាទីភារកិច្ចឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងមុខងារសាធារណៈក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងនាមយើងជាក្រសួងគ្រប់គ្រងធនធានមនុស្សបើសិនជាយើងបានផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តទូលំទូលាយ យើងឃើញលទ្ធផលថាពេលខ្លះគឺឯកសារលិខិតស្នាមអីបណ្ដាក្រសួងយើងគឺមានលក្ខណៈគ្រប់ជ្រុងជ្រោយបាទការគ្រប់គ្រងមន្ត្រីយើងច្បាស់លាស់ព្រោះដោយសារគាត់យល់ពីគោលការណ៍ជាធរមាន មន្ទីរមុខងារសាធារណៈត្រូវតែចេះត្រូវតែដឹងបញ្ហាថ្មីទាំងអស់នៃលិខិតបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីអញ្ចឹងទេទាំងអស់គ្នាមានភាពកក់ក្ដៅហើយនឹងខិតខំបំពេញការងារឲ្យមានបុរេសកម្មថែមទៀតឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រវល់យ៉ាងណាក៏ដោយក៏រូបខ្ញុំពេញចិត្ត ហត់នឿយតែសប្បាយចិត្ត ខ្ញុំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្ញុំ ក្នុងការបម្រើសេវាសាធារណៈនិងការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ